កំហុសដែលធំបំផុតក្រោយពេលប្រឡងហ្នឹងគឺការផ្ទៀងចម្លើយគ្នាហ្នឹងឯងបងខ្ញុំមានបទពិសោធន៍ក្នុងការផ្ទៀងចម្លើយគ្នាហ្នឹងធ្វើឲ្យខ្ញុំមានអារម្មណ៍ថាសោកស្ដាយព្រោះថាទី1កាលណាបើសិនជាចម្លើយហ្នឹងយើងដូចគ្នាយើងមានអារម្មណ៍ថាយើងសប្បាយចិត្តតែបើសិនបើយើងផ្ទៀងចម្លើយគ្នាទៅខុសអាចនឹងយើងធ្វើខុសឬក៏ម្នាក់ទៀតធ្វើខុសអញ្ចឹងធ្វើឲ្យខ្ញុំមានអារម្មណ៍ថាបាក់ទឹកចិត្តនៅយប់ហ្នឹងហ្មងហើយអត់មានអារម្មណ៍មើលមេរៀនសម្រាប់ថ្ងៃបន្ទាប់មកទៀតទេតើបងប្អូនទាំងអស់គ្នាបានត្រៀមខ្លួនឬក៏ដឹងអំពី technique នៅក្នុងថ្ងៃប្រឡងបាក់ឌុបហើយឬនៅបាទនៅក្នុង episode មួយនេះគឺមានបងប្អូនរិទ្ធដែលគាត់គឺជាអតីតសិស្សនិតិ A ឆ្នាំ2025មកចែកម្លែកទៅកាន់អ្នកទាំងអស់គ្នា episode មួយនេះគឺមានការគាំទ្រការផលិតដោយក្លឹបសិក្សាភាសាបរទេស Clay បាទ Clay គឺជាកន្លែងដែលទាំងអស់គ្នាអាចសិក្សាទៅលើភាសាចិនអង់គ្លេសឬក៏បារាំងបាទពង្រឹងសមត្ថភាពផ្នែកភាសាហ្នឹងឲ្យកាន់តែល្អភាសាជាងមុនហើយសម្រាប់បងប្អូនដែលចប់ពីបាក់ឌុបមកក៏អាចស៊ើបសួរព័ត៌មានពីខាងក្លឹបសិក្សាភាសាបរទេស Clay បានផងដែរឥឡូវកុំឲ្យទាំងអស់គ្នាទន្ទឹងរង់ចាំយូរយើងទៅជួបជាមួយនឹងបងប្អូនរិទ្ធទាំងអស់គ្នាបាទសុខសប្បាយអាចណែនាំខ្លួនបន្តិចបាទបាទជាដំបូងខ្ញុំបាទសូមអរកាយគោរពនៅជំរាបសួរទៅដល់ប្រិយមិត្តដែលតាមដាននិងនិយមនៅលើបាក់ឌុប podcast នេះជាទីគោរពខ្ញុំបាទឈ្មោះហេងសុខាវិរិទ្ធជាអតីតសិស្សនិតិ A បាក់ឌុបឆ្នាំ2025មកពីវិទ្យាល័យហ៊ុនសែនភូមិជង្គង់ចំនួនថ្មីក្នុងស្រុកកោមាសខេត្តកំពង់ចាមហើយបច្ចុប្បន្នខ្ញុំជានិស្សិតឆ្នាំទី1ដែលបន្តការសិក្សានៅក្នុងសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលនៅលើជំនាញវិជ្ជាបណ្ឌិតផងដែរបាទវិរិទ្ធអ្នកកំពង់ចាមเนาะកំពង់ចាមបាទហើយសម្រាប់បើសួរពីបបពិសោធន៍ឬក៏ technique ពេលប្រឡងវិញរំលឹកទៅការអតីតកាលបន្តិចណាមួយឆ្នាំហើយបាទពេលមុនប្រឡងភ័យហ៎បាទមុនប្រឡងភ័យតិចដែរបងភ័យតិចដែរតែជឿជាក់ថាដឹងតែយក A បានហ្មងជឿជាក់បងព្រោះជាគោលដៅតាំងពីពេលណាមកទេគោលដៅរបស់ខ្ញុំតាំងពីចប់ diploma ភ្លាមហ្មងចូលទី10មកមានកម្រងថាទី12ត្រូវទៅយកបាក់ឌុបហ្នឹងនិតិ A បានអញ្ចឹងទៅយើងបានត្រៀមខ្លួនពីនងមករហូតមកដល់ទី12នេះយើងបានខំបង្រៀនពីដើមឆ្នាំមកផងបងពីដើមឆ្នាំមកខ្ញុំ focus ធ្វើម៉េចបាក់ឌុបហ្នឹងត្រូវយក A ឲ្យបានអញ្ចឹងទៅធ្វើឲ្យគៀកកាន់តែគៀកប្រឡងមានអារម្មណ៍ថាយើងអត់សូវភ័យខ្លាំងបានដែរបើសម័យដល់ថ្ងៃប្រឡង2ថ្ងៃអ្វីដែលបងចង់ចាំជាងគេមានបទពិសោធន៍អីសបាយឬក៏មានគេថាបទពិសោធន៍អីក៏បានដែរមិនថាសបាយឬក៏ការទុកឬក៏ធ្វើខុសឬក៏អី2ថ្ងៃហ្នឹងបទពិសោធន៍ដែលចង់ចាំជាងគេ2ថ្ងៃហ្នឹងគឺសបាយខ្លាំងជាងគេពេលដែលមកចេញពីប្រឡងវិញមកដល់ស្ថានភាពបងពេលហ្នឹងខ្ញុំមានក្រុមគ្នាខ្ញុំប្រហែលអ្នកហ្នឹងដែលប្រឡងបាក់ឌុបនៅក្នុងបន្ទប់ជាមួយគ្នាអញ្ចឹងទៅពួកយើងបាននាំគ្នាផ្ទៀងចម្លើយគ្នាហើយនឹងនាំគ្នារំលឹកមេរៀនដែលត្រូវប្រឡងនៅមុខវិជ្ជាបន្តមកទៀតក្នុងកំឡុងពេល2ថ្ងៃហ្នឹងបងអញ្ចឹងសបាយចប់ពេលចប់ប្រឡងថ្ងៃទី1មែនបាទចឹងថ្ងៃទី1អាពេលយប់ហ្នឹងគឺគេថាផ្ទៀងចម្លើយគ្នាទៅធ្វើត្រូវបានច្រើនណាស់តែលើកទឹកចិត្តអត់ការដែលផ្ទៀងចម្លើយគ្នាពេលប្រឡងបាក់ឌុបបាទសំណួរនេះគឺសំខាន់មែនតើបងដោយសារតែខ្ញុំមានបទពិសោធន៍ក្នុងការផ្ទៀងចម្លើយគ្នាហ្នឹងធ្វើឲ្យខ្ញុំមានអារម្មណ៍ថាសោកស្ដាយព្រោះថាកំហុសដែលធំបំផុតក្រោយពេលប្រឡងហ្នឹងគឺការផ្ទៀងចម្លើយគ្នាហ្នឹងឯងបងព្រោះទី1កាលណាបើសិនជាចម្លើយហ្នឹងយើងដូចគ្នាយើងមានអារម្មណ៍ថាយើងសប្បាយចិត្តតែបើសិនបើយើងផ្ទៀងចម្លើយគ្នាទៅខុសមានអារម្មណ៍ថាអាចនឹងយើងធ្វើខុសឬក៏ម្នាក់ទៀតធ្វើខុសតែបើសិនបើយើងផ្ទៀងហើយក៏វាអត់បានអីមកវិញដែរជាក់ស្ដែងពេលដែលខ្ញុំប្រឡងចប់នៅថ្ងៃទី1ហ្នឹងពេលយប់ឡើងមានមិត្តភក្តិខ្ញុំម្នាក់ទៀតមកសួរចម្លើយខ្ញុំថាគីមីលំហាត់ហ្នឹងធ្វើបានប្រហែលចាក់ស្ដែងទៅលំហាត់ហ្នឹងគឺខ្ញុំម្លងអត់បានធ្វើភ្លេចធ្វើក្នុងកំឡុងពេលបាក់ឌុបហ្នឹងតែលំហាត់ហ្នឹងគឺស្រួលជាងគេបងអញ្ចឹងធ្វើឲ្យខ្ញុំមានអារម្មណ៍ថាបាក់ទឹកចិត្តនៅយប់ហ្នឹងហ្មងហើយអត់មានអារម្មណ៍មើលមេរៀនសម្រាប់ថ្ងៃបន្ទាប់មកទៀតទេព្រោះពេលហ្នឹងយើងមានអារម្មណ៍ថាសោកស្ដាយខ្លាំងមែនតើព្រោះមុខវិជ្ជាហ្នឹងគីមីវារៀងពិបាកដែរបងតែលំហាត់ដែលពិបាកហ្នឹងយើងធ្វើបានទាំងអស់ហើយលំហាត់ហ្នឹងស្រួលជាងគេយើងអាចភ្លេចធ្វើទៅវិញរឿងហ្នឹងនឹកដល់ការបងប្រឡងដែរបងប្រឡងកណិតទៅជាផ្សេងយើងធ្វើបានបើថាយើងចាប់ផ្ដើមចង់វាថាឃើញមានសារដំបងមកយើងដូចនិយាយអាក្រក់ស្ដាប់ឃ្លានធ្វើពេកហ្មងណាចង់ឲ្យតែធ្វើអញ្ចឹងទៅមើលទៅឃើញចេះទាំងអស់អាហ្នឹងដែលងាយក្នុងការផ្លេចហ្មងអាពេលដែលឃើញអីមួយចេះទាំងអស់ហើយទៅរហូតដល់គេមាន A កខកអញ្ចឹងនឹងការធ្វើបានកខទៅបញ្ញាប់ធ្វើទៅមុខទៀតបាត់ឲ្យកខឲ្យបាត់អញ្ចឹងទៅក៏អាចមានដែរអញ្ចឹងបើផ្សារភ្ជាប់ទី1និយាយរឿងបងឯងវិញថាបើអត់ផ្ទៀងចម្លើយគ្នាល្អវិញណោះបាទបង
អបទៀងចម្លើយគ្នាបានន័យថាធ្វើមិនតែយើងកុំជួបមិត្តភក្តិយើង ក្រោយពី ប្រឡងហើយយើង ប្រឡងហើយហ្នឹងខ្ញុំលើកទឹកចិត្តឲ្យមកជួបមិត្តភក្តិដែរតែយើងជួបគ្នាដើម្បីរំលឹកសម្រាប់មេមុខវិជ្ជាដែលត្រូវប្រឡងបន្ទាប់វិញបងឧទាហរណ៍ថាព្រលឹមឡើងអញ្ចឹងថ្ងៃទី2អញ្ចឹងយើងប្រឡងខ្មែរនិងប្រឡងរូបវិទ្យាអញ្ចឹងក្រោយពីប្រឡងខ្មែរប្រឡងអីហើយអញ្ចឹងទៅយើងនាំគ្នាទៅមើលរំលឹកមេរៀនដែលត្រូវប្រឡងនៅមុខវិជ្ជាបន្ទាប់វិញធ្វើអញ្ចឹងដើម្បីឲ្យយើងមានអារម្មណ៍ថាកាន់តែជឿជាក់ហើយយើងអត់សូវភ័យទៀតបងព្រោះថាយើងបានរំលឹកមុនប្រឡងដែរ បាទអូខេអញ្ចឹងយើងរំលឹកសម្រាប់ថ្ងៃថ្មីរបស់យើងវិញពាក់ព័ន្ធជាមួយនឹងការភ្លេចមិញវិញតើធ្វើម៉េចដើម្បីអាបជាអាកំហុសកើតឡើងដោយអាហ្នឹងចេតនាឬក៏អចេតនានេះបាទដល់អត់ដឹងទុកមុនតើធ្វើម៉េចអាចបជាកំហុសឲ្យបានច្រើនជាពិសេសអារឿងអាត្រូវធ្វើបានហ្នឹងស្រួលសោះហ្នឹងទៅជាភ្លេចវិញបាទ ធីសាងាយមែនតើបងដែលវិទ្យាសាស្ត្រហ្នឹងខ្ញុំបានមកពីគ្រូរបស់ខ្ញុំដែរដែលគាត់បានប្រាប់ថាពេលដែលយើងបានកតាស់ចម្លើយមកភ្លាមកតាស់វិញ្ញាសាហ្នឹងយើងអានប្រធានឲ្យបានយ៉ាងតិចណាស់2ទៅ3ដងបន្តមកទៀតពេលដែលអានចប់យើងនឹងដឹងថាលំហាត់ណាដែលស្រួលជាងគេលំហាត់ណាដែលពិបាកជាងគេអញ្ចឹងលំហាត់ណាដែលស្រួលជាងគេឧទាហរណ៍ថាគណិតមាន7រមាំងបងអញ្ចឹងឧទាហរណ៍ថា limit នៅរមាំងទី2 limit ហ្នឹងវារៀងស្រួលជាងគេហើយយើងអាចធ្វើបានលឿនជាងគេអញ្ចឹងយើងកត់នៅលើកតាស់ព្រៀងថាអាហ្នឹងរមាំងទី2បន្តមកទៀតឧទាហរណ៍ថាអានតេការ៉ាឬក៏លំហាត់ណាផ្សេងៗទៀតដែលស្រួលបន្តយើងសរសេរថារមាំងទី2រមាំងទី3រមាំងទី1រមាំងអីអញ្ចឹងហើយបន្ទាប់ពីយើងកត់អញ្ចឹងហើយនៅពេលដែលយើងធ្វើហើយឧទាហរណ៍ថាធ្វើហើយរមាំងទី2យើងត្រូវគូគ្រីសឬក៏គូឆោតចោលថាអាលំហាត់ហ្នឹងយើងត្រូវ skip បានហើយព្រោះយើងធ្វើបានបញ្ចប់លំហាត់ហ្នឹងហើយអានេះយើងសរសេរនៅលើក្រាស់ព្រៀងមែនទេបាទយើងព្រៀងបងយល់អញ្ចឹងបានន័យថាបានភ្លាមយើងត្រូវដឹងថារមាំងទីម៉ានហើយមានត្រូវមានអាហ្នឹងនៅក្នុងនោះមានអាតូចមួយទៀតហ៎កខអីចឹងទៅអញ្ចឹងយើងត្រូវតែផ្ទៀងវាបានតែយើងពេលដែលយើងកំពុងយល់ចំណុចកន្លែងនេះជាផ្លៃដែលបងដែលបានអនុវត្តទេប៉ុន្តែដូចយើងនិយាយយើងប្រញាប់ពេកបាទបងបានតែឲ្យតែយើងបានវិញ្ញាសាមកយើងប្រញាប់ធ្វើពេកហ្នឹងមែនទេពេលខ្លះបានវិញ្ញាសាណាដែលស្រួលហើយយើងចេះទៀតមានអារម្មណ៍ថាយើងសុបាយពេកចឹងទៅយើងភ្លេចវិញបងភ្លេចធ្វើលំហាត់ណាមួយចឹងវិញមានអាមុខជាណាខ្លួនឯងសុបាយជាងគេគណិតហើយគីមីហ្នឹងបងគណិតហើយគីមីភ្លេចទាំងពីរគណិតភ្លេចអង្គតេក្រាមួយហើយគីមីភ្លេចមួយសំណួរដូចជា5បន្ទុកហើយ7បន្ទុកភ្លេចទៅជាអាមុខវិជ្ជាដែលចេះជាងគេអាហ្នឹងដែរមែនទេបាទបងមិនភ្លេចហ្នឹងអាភ្លេចហ្នឹងបើភ្លេចដល់យើងអត់អាំលើអ្វីដែលយើងអត់សូវចេះមិនអីណាតែភ្លេចអាស្រួលណាបន្ទុកដូចវាបាត់ទៅផុយឈឺចាប់បងចងចាំមិនភ្លេចបាទអញ្ចឹងនិយាយថាកុំសប្បាយពេកឃើញមានសារភ្លាមមកកុំសប្បាយពេកទោះបីជាចេះក៏ដោយបាទបងមានអីទៀតទេពេលដែលបានមានសារមកភ្លាមប៉ុន្តែមានដំណាក់កាលអីខ្លះឧទាហរណ៍យើងទទួលបានមានសារហ្នឹងមកតែយើងត្រូវគិតអីខ្លះដើម្បីឲ្យយើងធ្វើទៅវា smooth កំឡុងពេលដែលទទួលបានកតាស់ភ្លាមហ្នឹងទី1យើងអានប្រធានដូចខ្ញុំបានលើកឡើងមិញអញ្ចឹងបងអញ្ចឹងយើងអានប្រធានហើយយើងស្រង់ថាលំហាត់ណាដែលយើងអាចចេះហើយលំហាត់ណាដែលយើងអត់សូវចេះអត់សូវច្បាស់ដូចជាគណិតអញ្ចឹងអនុគមទោះជាលំហាត់ហ្នឹងដែលយើងចេះមិនក៏ដោយលំហាត់ដាច់ខាតអនុគមហ្នឹងត្រូវធ្វើក្រោយគេព្រោះលំហាត់ហ្នឹងវាមានញ៉ៃសងក្រាបសងអីអញ្ចឹងកាលណាយើងធ្វើមុនគេវាថាគូក្បាលយើងអាលំហាត់ណាដែលពិបាកជាងគេអញ្ចឹងទៅគិតអាលំហាត់ស្រួលវិញវាកាន់តែពិបាកជាងហ្នឹងបងកាលណាដែលយើងធ្វើអាស្រួលមុនប្រៀបដូចជាយើងបានតម្កល់ទុកថាយើងបាន 4-5 បន្ទុកអីទុកសំរហូតដល់លំហាត់ដែលពិបាកចុងគេហ្នឹងមានអីទៀតអត់ការប្រើប្រាស់ក្រាស់ព្រៀងការគិតអីផ្សេងបន្តមកទៀតបទពិសោធន៍សំខាន់មួយដែរដែលខ្ញុំទទួលបានពិសេសច្បងព្រោះថាពេលដែលយើងប្រឡងហ្នឹងលក្ខណៈទូទាំងខេត្តបងមកប្រឡងជុំគ្នាជាមួយគ្នាអញ្ចឹងទៅគេច្បល់ឈ្មោះចូលគ្នាអញ្ចឹងនៅក្នុងបន្ទប់យើងមួយហ្នឹងអាចមានសិស្សបកែអាចមានសិស្សអីច្រឡូវគ្នាទាំងអស់អញ្ចឹងពេលខ្លះគេយើងទៅបានធ្វើបានមកលំហាត់ពីលំហាត់អ្នកខ្លះគេតកតាអញ្ចឹងនៅពេលដែលគេតកតាអញ្ចឹងអារម្មណ៍យើងមានអារម្មណ៍ថាភ័យថាចំគេធ្វើលឿនម៉េះគេបានតកតាគេអីមុនយើងអញ្ចឹងគាត់បានប្រាប់ខ្ញុំថាពេលដែលយើងធ្វើវិញ្ញាសាបាក់ដប់ហ្នឹងពេលដែលយើងកំពុងប្រឡងយើងកុំខ្វល់ជាមួយនឹងអ្នកដទៃដែលគេតកតាតឲ្យយើង focus ទៅលើกระดาษយើងទៅព្រោះពេលខ្លះគាត់បានលើកទឹកចិត្តខ្ញុំថាពេលខ្លះមិនមែនគេចេះជាងយើងទេដោយសារគេសរសេរលឿនហើយណាមួយពេលខ្លះអក្សរគេធំទៅគេតกระดาษច្រើនជាងយើងអញ្ចឹងទៅយើងអត់ដឹងទេតែយើងប្រៀបធៀបនិយាយទៅចូលចិត្តប្រៀបធៀបខ្លួនឯងខ្លួនឯងដែរប្រៀបធៀបខ្លួនឯងប្រៀបធៀបថារឿងពេលនងឬក៏អាពេលមុនប្រឡងនេះពេលខ្លះភ័យដោយសារការប្រៀបធៀបខ្លួនឯងទៅបាទពេលនោះភ័យដែរបងតែ
ដោយសារពេលមុនប្រឡងហ្នឹងគាត់បានឆាតមកប្រាប់ខ្ញុំអញ្ចឹងតែដល់ពេលអញ្ចឹងទៅពេលប្រឡងគឺធម្មតាហ្មង ធម្មតាចង់ណាគេតកដាស់អីតទៅអត់ខ្វល់ទេ សំខាន់យើង focus លើกระดาษរបស់យើង សំខាន់ tip សតល្អអានេះថាទៅអេអារម្មណ៍ហ្នឹងគឺនឹកឃើញគឺធ្លាប់ជួបហើយឲ្យតែបន្តិចបែកអារម្មណ៍ហ្មងហេអាពេលដែលគេយើងបដោតយើងអត់នៅមួយខ្លួនឯងយើងចេះតែអារម្មណ៍យើងចេះនៅមួយគេបន្តិចខាងនេះបន្តិចខាងនោះបន្តិចយើងបែកអារម្មណ៍អាផ្លេតហ្នឹងទៅរួមយើងប្រមូលអារម្មណ៍មកវិញបានហ្នឹងវាពិបាកដែរតែដោយថាយើងជក់ធ្វើហ្មងគឺស្ងាត់ឈឹងយើងអត់មានលឺថាមានណាកើតអីរឿងអីទេបាទប៉ុន្តែបើថាអារម្មណ៍យើងចេះតែនៅអត់មូលទេក៏យើងធ្វើបានល្អដែរអារម្មណ៍សំខាន់ណាស់ក្នុងកំឡុងពេលប្រឡងនេះចុះពាក់ព័ន្ធមួយការគ្រប់គ្រងពេលវេលារបស់បងអូនវិញមិនដែរពេលហ្នឹងបានតាន់ពេលវេលាគ្រប់មុខវិជ្ជាគ្រប់មុខហ្មងសល់គ្រប់មុខហ្មងព្រោះនិយាយទៅខ្ញុំបានត្រៀមខ្លួនតាំងពីដើមឆ្នាំអញ្ចឹងទៅការសរសេរការធ្វើប្រឡង2ថ្ងៃហ្នឹងគឺ smooth តែហ្មងតែអ្វីដែលសំខាន់គឺការភ័យព្រោះថាពេលខ្លះមិនគេចេះជាងយើងទេដោយសារគេបានបន្ទុកច្រើនជាងយើងពេលខ្លះគេចេះគ្រប់គ្រងអារម្មណ៍គេចេះអីចឹងហ៎បងអញ្ចឹងអ្វីដែលសំខាន់ក្នុងពេលប្រឡងហ្នឹងគឺការតាំងចិត្តឲ្យស្ងប់យើងកុំភ័យកុំអីចឹងទៅធ្វើឲ្យការប្រឡងរបស់យើងហ្នឹង smooth ទៅបានរលូនចូលធ្វើម៉េចដើម្បីឲ្យហើយមុនម៉ោងទី1ដូចខ្ញុំបានជំរាបបងពីលើអញ្ចឹងយើងត្រូវធ្វើលំហាត់ណាដែលស្រួលមុនដូចជាកណិតអញ្ចឹងកណិតពេលដែលបានវិញ្ញាសាមកភ្លាមពេលហ្នឹងលំហាត់ប្រុសបានលំហាត់ហ្នឹងប្លែកខ្ញុំអត់តបានអានប្រធានតែដោយសារឃើញវារៀងញ៉ៃអញ្ចឹងទៅគាត់ថាខ្លួនឯងធ្វើអត់ចាញ់ហើយពេលហ្នឹងលំហាត់ limit ហើយក៏លំហាត់អីហ្នឹងខ្ញុំចេះទាំងអស់តែពេលដែលយើងភ័យគិតថាហ្នឹងយើងធ្វើអត់បានអញ្ចឹងទៅដៃញ័រហ្មងហ្នឹងធ្វើអត់កើតទេតែដល់ពេលគិតមកឡើងវិញគិតថាគ្រូយើងធ្លាប់ប្រាប់ថាឲ្យធ្វើមិនអញ្ចឹងទៅយើងចាប់ផ្ដើមធ្វើ limit ធ្វើអីតិចអញ្ចឹងទៅពេលដែលយើងធ្វើចប់យើងមិននឹកឃើញអាលំហាត់ដែលពិបាកដែលយើងគិតថាយើងធ្វើអត់ចាញ់នឹងវិញអញ្ចឹងអាហ្នឹងវាជាចំណាយមួយដែលជួយយើងបានធ្វើឲ្យមុនម៉ោងដែរសល់ជាទូសល់ប៉ុន្មាននាទីសល់ប្រហែលជាជាងកន្លះម៉ោងដែរបងសល់សឹងគ្រប់មុខណាបាទអញ្ចឹងមានពេលត្រួតពិនិត្យឡើងវិញដែរបាទត្រួតពិនិត្យអត់គេឲ្យចេញមុនទេព្រោះពេលប្រឡងចេញទាំងអស់គ្នាចាំចេញទាំងអស់គ្នាតើចប់ហ្មងណាអញ្ចឹងទោះបីធ្វើឲ្យមុនក៏មិនបានចេញមុនដែរក៏យើងនៅអង្គុយមើលគេអង្គុយមើលกระดาษរបស់ខ្លួនឯងអញ្ចឹងទៅហ្នឹងហើយតែបងឯងគិតថាមូលហេតុដែរបានជំរុញឲ្យបងឯងសល់ម៉ោងហើយអាចធ្វើឲ្យតាន់ម៉ោងដោយសារតែយើងទៅសេលឿនឬក៏ដោយសារតែយើងគិតលឿនឬក៏ដោយសារកត្តាអីផ្សេងទៀតមិញបងបានលើកឡើងហើយថាវិធីសាស្ត្រដែលយើងធ្វើគឺធ្វើអាណាស្រួលមុនអីចឹងទៅតែមានអីក្រៅពីហ្នឹងទៀតអត់ក្រៅពីហ្នឹងអីដែលខ្ញុំគិតថាសំខាន់ដែរគឺការអនុវត្តវិញ្ញាសានៅបានច្រើនដងហ្មងជាពិសេសគឺកំឡុងពេលដែលមុនប្រឡងហ្នឹងយើងនៅផ្ទះអាពេលសល់មួយខែឬក៏កន្លះខែមុនប្រឡងអញ្ចឹងទៅយើងគឺset ម៉ោងមិនមានវិញ្ញាសាមួយអញ្ចឹងយើង set ម៉ោងឲ្យដូចពេលកំឡុងពេលប្រឡងមកដប់យ៉ាងហោចណាស់ឲ្យសល់ពេល15នាទីទៅខ្ញុំគិតថាវាសុវត្ថិភាពសម្រាប់យើងហ្មងអញ្ចឹងធ្វើដូចជាប្រឡងជាក់ស្ដែងបាទតែធ្វើអញ្ចឹងគ្រប់មុខបាទគ្រប់មុខបានអនុវត្តបានវិញ្ញាសាដែរអត់បានរាប់ដែរបងតែដឹងតែច្រើនព្រោះតាំងពីដើមឆ្នាំមកបុកធ្វើវិញ្ញាសាទាំងអស់ហ្មងអូខេហើយដល់គៀបប្រឡងមែនតើក៏នៅអនុវត្តដែរបាទយប់ឡើងថ្ងៃប្រឡងធ្វើអីគេមុនប្រឡងមួយថ្ងៃមុនប្រឡងមួយថ្ងៃពេលហ្នឹងភ័យមែនតើបងគេអត់លក់ក្នុងមកបន្ទប់ហ្នឹងគេនាំគ្នាគេអស់ហើយតែខ្ញុំនៅដូចជាដល់ម៉ោង1ភ្លឺហើយគេអត់លក់ម៉ោង4ត្រូវងើបទាំងអស់គ្នាទិញមេរៀនឡើងវិញទៀតអញ្ចឹងទៅធ្វើឲ្យអាមួយថ្ងៃដំបូងនៃពេលប្រឡងមកដប់ហ្នឹងមានអារម្មណ៍ថារៀងអស់កម្លាំងខ្លាំងហ្មងតែវាអត់ប៉ះពាល់អីដែរមានឈឺអត់មានអីពេលហ្នឹងរៀងសំណាងដែរអត់សូវប៉ះពាល់អីដែរហ្មងគាត់ថាអូយើងដេកគេងបាន13ម៉ោងគេបានតាំងទីហ្នឹងហើយអាហ្នឹងដោយសារសុខភាពយើងល្អដែរណាតែបើថយើងអត់សូវបានថែរក្សាពីមុនមកសុខភាពយើងមិនសូវល្អហើយដេកមិនគ្រប់ទៀតអាចទៅជាមានអ្នកអញ្ចឹងបានមានកូនសិស្សគាត់មានអ្នកខ្លះសន្លប់មានអ្នកខ្លះចូលពេទ្យចូលអីចឹងដោយសារតែសុខភាពគាត់មិនសូវល្អតាំងពីដើមមកហើយអញ្ចឹងដល់ពេលថ្ងៃហ្នឹងគាត់បានគេងគ្រប់គ្រាន់ទៀតវាទៅបណ្ដោយតែពេលខ្លះសុខភាពយើងល្អមកហើយអត់មួយថ្ងៃគាត់អីដែរចាំចប់ប្រឡងចប់ចាំឈឺហ្មងណាខ្លះអញ្ចឹងពងជក់ធ្វើអីមួយអត់ដេកមិនអត់ដេកទេបានតែដេកបានតិចបងអញ្ចឹងរាល់ថ្ងៃធ្វើការអីមួយចំនួនជួនកាលហ្នឹងអត់បានហត់តែអត់ដឹងហត់ទេ3ថ្ងៃ2-3ថ្ងៃហើយបានដឹងហត់ហើយបានឈឺតាមក្រោយហើយការងារនេះយើងបានធ្វើហើយ
ចឹងប្រឡងយើងមានបេសកកម្ម2ថ្ងៃឃើញបានល្អអញ្ចឹងមកយប់មុនប្រឡងពេលនោះផ្នែកគិតច្រើន គិតច្រើនបងគិតថាកាឡូថាស្អែកធ្វើអត់បានល្អស្អែកធ្វើអត់បានល្អអញ្ចឹងគិតចេះតែគិតទៅ ថ្មីណាប៉ុន្តែគេងជូរម៉ោងប៉ុន្តែត្រូវតែឆាប់ចូលគេងដែរមែនប៉ុន្តែចូលគេងតាំងម៉ោងប៉ុន្មាន ពេលហ្នឹងតាំងចិត្តថាចូលគេងម៉ោង8បងតាំងពីម៉ោង8តែចេះតែអូសបន្លាយពេលតែអ្នកផ្សេងគេនៅគ្នាគេងឲ្យហើយក្នុងបន្ទប់ហ្នឹង គេងតាំងម៉ោង8ហ្នឹងបង ពេលហ្នឹងនៅគ្នាសម្រាប់ជាមួយគ្នាថាម៉ោង8ធ្វើម៉េចគេងឲ្យលក់ទាំងអស់គ្នាទៅផឹកឡើងសុខចិត្តងើបពីព្រឹកម៉ោង4អញ្ចឹងទៅទិញមេរៀនឡើងវិញ តែនេះមានប៊ូតុងចុចនៅឲ្យគេងលក់ បាទបង ត្រូវឲ្យគូក្បាលយើងនៅដំណើរ ពេល ការ ហ្នឹង ឡើយ ភ័យផងអីផង តែអញ្ចឹងក៏ប៉ុន្តែសង្ងំយូរដែរ បាទ សង្ងំប្រហែលម៉ោងណា បាទ សង្ងំចេះសង្ងំទៅណារហូតដល់តម៉ោង1បានគេងលក់ បាទ យ៉ាការគិតហ្នឹងក៏ជារឿងមួយដែរគិតច្រើនអត់បានគេងបើថ្ងៃទី2ប៉ុណ្ណេះអញ្ចឹងទៀតប្រហែលជាអាចប៉ះពាល់ថ្ងៃទី2មិនដែរឆាប់ចូលគេងវិញ ថ្ងៃទី2ដោយសារតែថ្ងៃទី1ហ្នឹងអស់ខ្យល់ខ្លាំងបងអញ្ចឹងទៅថ្ងៃទី2គេងលក់បានធម្មតា អូខេទៅប៉ុន្តែដោយសារតែបងនៅជាក្រុម នៅជាក្រុម អញ្ចឹងទៅត្រូវងើបទិញមើលមេរៀនទៀតងើបម៉ោង4មើលមេរៀន បាទ ហើយបានចេញទៅម៉ោងប៉ុន្មានចេញទៅ ចេញទៅមណ្ឌលប្រឡងហ្នឹងម៉ោង6បងទិញញ៉ាំអាហារពេលព្រឹកនៅក្បែរមណ្ឌលប្រឡងហ្នឹងហ្មង ហើយពេលហ្នឹងក៏នៅតែឆ្លៀតមើលមេរៀនដែរបងដោយសារតើខ្ញុំគិតថាការមើលមេរៀនមុនពេលប្រឡងហ្នឹងវាជួយយើងច្រើនមែនទែនហើយចំណុចហ្នឹងខ្ញុំសូមបដិសេធពាក្យថាវាមិនចេះអីហ្នឹងអាមើលមកផ្លែតពេលមុនប្រឡងហ្នឹងតែបើវាគង់វាផងចេះវាចេះតាំងពីមុនពីដើមមកហើយតែចំណុចហ្នឹងខ្ញុំគិតថាបើសិនបើឧទាហរណ៍ថាមេរៀនចំនួនជីវៈអញ្ចឹងបើយើងអាចឆ្លៀតទិញពេលមុនហ្នឹងដែរពេលមុនប្រឡងហ្នឹងមានអារម្មណ៍ថាយើងទិញសំណួរហ្នឹងពីដើមឆ្នាំមកយើងអត់ចង់ទិញទេបងយើងគិតថាសំណួរនេះហើយជាគេមិនចាញ់ទេយើងមិនឡងចោលតែដល់រហូតមកដល់ពេលប្រឡងយើងគិតថាចំតិចសំណួរនេះគេចាញ់ទៅអញ្ចឹងយើងមើលសំណួរហ្នឹងបន្តមកទៀតសំណួរមួយដែលយើងធ្លាប់មកឡងចោលទៀតយើងមកបកមកមើលសំណួរហ្នឹងវិញពេលខ្លះក៏វាអាចចាញ់ណាសំណួរដែលយើងធ្លាប់មកឡងពីដើមហ្នឹងដែរ ត្រូវធ្លាប់លឺគេនិយាយចឹងតាវាមិនចេះអីពីមុនមកអត់រៀនតែម៉ោងមុនហ្នឹងវាមិនចេះអីហ្នឹងអញ្ចឹងខ្ញុំបាច់មើលមិនអីទេផ្ដោតលើតែក៏ពេលខ្លះវាសំណាងដែរមើលចំឲ្យយើងទៅណោះហើយមួយទៀតអាមុនពេលប្រឡងពេលខ្លះមើលទៅវាទៅតែវាមិនបានអីច្រើនក៏វាជួយ short term memory វាចាំ plate ពេលប្រឡងហ្នឹងព្រោះមើលពេលហ្នឹងខួរក្បាលយើងដូច activate function អីមួយដែលធ្វើឲ្យយើងហ្នឹងគ្រាន់តែមើលទៅយើងចំណាំចាំលឿនហ្មងមុនប្រឡងហ្នឹងប៉ុន្តែមិនមែនលើកទឹកចិត្តថាអូមួយទឹកមួយខែមុនប្រឡងមិនបាច់រៀនទេចាំដល់ពេលទៅមើលថ្ងៃប្រឡងគេមិនធ្វើចឹងទេបានន័យថាតែមើលទៅបានន័យថាមើលទៅឲ្យសំខាន់ឲ្យដឹងខ្លួនឯងតែប៉ុន្តែគិតថាសំណាងអត់ពេលខ្លះសំណាងអាចជាផ្នែកមួយខ្ញុំគិតថាសំណាងជាផ្នែកទូចមួយទេបងតែព្រោះអីមេរៀនជីវៈហ្នឹងចាប់តាំងពីចូលរៀនមកអញ្ចឹងលោកគ្រូគាត់ទៅរៀននៅក្នុងថ្នាក់តាំងប្រហែលខ្ញុំងើបបន្ទិញតាំងពីម៉ោង5ពេលព្រឹកជារៀងរាល់ថ្ងៃបងខ្ញុំកំណត់កាលភាគថាមួយអាទិត្យអញ្ចឹងពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រខ្ញុំទិញជីវៈហើយចុងសប្តាហ៍ថ្ងៃសៅរ៍អាទិត្យខ្ញុំទិញប្រវត្តិអញ្ចឹងទៅមេរៀនទាំងពីរដែលមុខវិជ្ជាទិញហ្នឹងខ្ញុំអត់ភ័យទេពេលប្រឡងទៅប្រឡងដោយភាពជឿជាក់បងទោះគេចាញ់សំណួរណាត្រង់កន្លែងណាក៏ខ្ញុំអាចធ្វើបានទាំងអស់7មុខវិជ្ជាមិនមែនជាឧបសគ្គទេគឺថានេះបានទាំងអស់មានមុខវិជ្ជាណាមួយដែលបងប្អូនប្រាប់មិញថាផ្លាត់ប៉ុន្តែបាននីតិអីដែរលើមុខវិជ្ជាទាំងពីរនោះបានគីមីហើយនឹងគណិតមិញបាទបងបាននីតិអីដែរនីតិអេដែរបើតែផ្លាត់ប៉ុន្តែនៅតែបាននីតិអីដែរពេលប្រឡងបាក់ដប់ហ្នឹងអត់បាននីតិអេមុខវិជ្ជាខ្មែរនិងអង់គ្លេសបងខ្មែរនិយាយទៅពីដើមឡើងមកខ្ញុំអត់សូវចូលចិត្តសរសេរច្រើនបងតែយើងចូលចិត្តមុខវិជ្ជាហ្នឹងមែនតែយើងចូលចិត្តគិតនៅក្នុងខួរក្បាលតែបើឲ្យខ្ញុំសរសេរមកដូចតែងស្ក្ដីដូចអីចឹងខ្ញុំអត់សូវចូលចិត្តអញ្ចឹងពេលប្រឡងមុខវិជ្ជាតែងស្ក្ដីមួយខ្ញុំសឹងតែធ្វើអត់តាន់បងក្រៅពីហ្នឹងខ្ញុំអាចធ្វើតាន់តែមុខវិជ្ជាតែងស្ក្ដីមួយនៅពេលដែលគេវាយជួងនៅសល់15នាទីខ្ញុំទៅដល់លើកឧទាហរណ៍អញ្ចឹងទៅធ្វើឲ្យខ្ញុំបញ្ញាអញ្ចឹងទៅពេលប្រឡងលទ្ធផលចេញមកអត់បានល្អធ្វើមេធាស៊ីអូខេហ្នឹងក៏ល្អដែរគ្រាន់តែមិនបានដល់ AB តែបានប៉ុណ្ណឹងក៏ជារឿងមួយនេះដែរអញ្ចឹងគួរតែមានការណែនាំមួយសម្រាប់សិស្សប្អូនដែលស្តៀងខ្លួនឯងដែលអត់សូវចូលចិត្តខ្មែរភាគច្រើនបងប្អូនខ្ញុំសង្កេតឃើញថាអ្នកដែលរៀនជាសាស្ត្រក៏អត់សូវចូលចិត្តមុខវិជ្ជាខ្មែរហ្នឹងបានដែរបងអញ្ចឹងអីដែលខ្ញុំចង់លើកទឹកចិត្តឲ្យពួកគាត់មិនថាទាំងអស់គ្នារៀននៅថ្នាក់វិទ្យាសាស្ត្រឬក៏សង្គមទេ
មុខវិជ្ជាតាំង7ដែលយើងត្រូវប្រឡងមក10ពីដើមឆ្នាំមកត្រូវតែរៀនឲ្យស្មើដៃគ្នាទោះបីជាពេលនេះវារៀងខោខ្លីបន្តិចមែនតែវាអត់តន់ហួសពេលទេចឹងទៅពេលហ្នឹងយើងអាចនៅសម្រុករៀនបានរយៈពេលមុខវិជ្ជាតាំង7មុខហ្នឹងអាចបាននៅតែអូខេយ៉ាជាម្យ៉ាងម្នាក់អ្នកសង្គមអត់ចូលចិត្តគណិតដល់ពេលថ្នាក់វិទ្យាសាស្ត្រអត់ចូលចិត្តខ្មែរណាទៅវិញទៅមកប៉ុន្តែអាមុខវិជ្ជាពីរហ្នឹងសិតតែជាមុខវិជ្ជាសំខាន់អត់ណាមួយបានទេបាទថាអញ្ចឹងមិនគេដាក់ទាំងសង្គមទាំងវិទ្យាសាស្ត្រមានដូចគ្នាហើយត្រូវមើលថាអនុវត្តឲ្យបានច្រើនត្បិតតែបងតាមទៅមិនសូវជាចូលចិត្តប្រហែលដែរមិនសូវបានអនុវត្តថាវិញ្ញាសាដូចយើងធ្វើវិញ្ញាសាគណិតយើងដឹងហ្មងថាអូបានមួយវិញ្ញាសាបានពីរវិញ្ញាសាបាន3ប៉ុន្តែអាធ្វើសំណេរហ្នឹងវាយូរចប់ទៅធ្វើមួយនឹងត្រូវគិតច្រើនណាអត់ដែរបានរាប់ខ្លួនឯងតែធ្វើបានប្រហែលទេប៉ុន្តែអាយុកាធ្វើបានពាក់កណ្ដាលហ្នឹងទៅបោះបង់ចោលអញ្ចឹងអត់បានបញ្ចប់វាអញ្ចឹងទេបើយើងធ្វើគណិតធ្វើរូបគីមីហ្នឹងយើងអាចបានតាំងពីដើមរហូតដល់ចប់អញ្ចឹងការអនុវត្តវាជួយឲ្យយើងអាចគ្រប់គ្រងពេលវេលាបានល្អច្រើនដោយសារតែយើងគិតលឿនយើងធ្វើលឿនសរសេរលឿនប៉ុន្តែឯងលឿនគិតតែខ្លួនឯងសរសេរលឿនខ្ញុំគិតថាខ្លួនឯងសរសេរលឿនបងតែអត់កាត់ណាអត់សូវកាត់បានដែរបងព្រោះពេលដែលកំឡុងពេលរៀនហ្នឹងលោកគ្រូគាត់ប្រាប់ថាសរសេរចំណុចនេះបានបន្ទុកអញ្ចឹងទៅខ្ញុំព្យាយាម repeat តាមគាត់អញ្ចឹងអត់ឲ្យបាត់មកចំណុចណានេះអញ្ចឹងតាមស្ដាប់លោកគ្រូអ្នកគ្រូចូលរួមចំណែកជួយបងអូនច្រើនណាគាត់ប្រាប់ពីតិចនៃវិធីសាស្ត្របាទសម្រាប់ខ្ញុំផ្ទាល់បងលោកគ្រូអ្នកគ្រូដែលរៀននៅសាលាខ្ញុំគាត់ជាលោកគ្រូដែលអាចរាប់ថាគាត់ជាគ្រូតាបងគាត់មានបជនច្រើននៅក្នុងចំណោមគ្រូដែលបរៀននៅក្នុងសាលាខ្ញុំហ្នឹងមានលោកគ្រូខ្លះគាត់បរៀនតាំងពីម៉ាក់ខ្ញុំរហូតដល់បរៀនខ្ញុំទៀតអញ្ចឹងទៅគាត់មានតិចនិចមានវិធីសាស្ត្រមានអីច្រើនដែលគាត់ផ្ដល់ដំបូន្មានមកកាន់យើងហ៎បងអញ្ចឹងទៅពេលប្រឡងមានអារម្មណ៍ថាអត់សូវភ័យហ្មងដែរអញ្ចឹងបានន័យថារៀនជាមួយគ្រូតាណាបាទបងបរៀនតាំងពីម៉ាក់រហូតដល់កូនបាទអញ្ចឹងពេលរៀនក៏យើងផ្ដោតដែរកូនសិស្សខ្លះមិនសូវផ្ដោតចំណាប់ចាប់អារម្មណ៍លើអីដែលគ្រូប្រាប់ពីតិចនិចពីអីតិចហ្នឹងមើលម្លងថាអត់បានស្ដាប់ដំបូន្មានគ្រូដល់ពេលទៅធ្វើតាមខ្លួនឯងទៅកើតរូបមន្តខ្លួនឯងឬក៏មានអីផ្សេងៗទៀតក៏យើងធ្វើបានល្អដែរអូខេចង់និយាយថា2ថ្ងៃនៃការប្រឡងហ្នឹងឲ្យបងឯងសង្ខេបឬក៏គិតមកវិញថាអ្វីដែលជាចំណុចសំខាន់ខ្លះការត្រៀមហ្មងសម្រាប់ទៅ2ថ្ងៃហ្នឹងឲ្យយើងធ្វើឲ្យបានល្អហ្មងបើយើងចង់បានពេលខ្លះចង់បានអាមុនថ្ងៃប្រឡងហ្នឹងអាចបានតែដល់ពេលទៅថ្ងៃប្រឡងជាក់ស្ដែងទៅជាអត់បានវិញតើវាអាចគួរតែត្រៀមមិនដើម្បីឲ្យធ្វើបានល្អពេលហ្នឹងបាទបងសម្រាប់2ថ្ងៃហ្នឹងអ្វីដែលសំខាន់ជាងគេគឺកំឡុងពេលនៃការប្រឡងហ្នឹងហ្មងព្រោះដោយសារតែកំឡុងពេលនៃការប្រឡងហ្នឹងទី1មជ្ឈដ្ឋានដែលនៅជុំវិញខ្លួនយើងហ្នឹងថ្មីទាំងអស់ដោយសារតែអ្នកដែលមកពីសាលាផ្សេងៗមកប្រឡងជាមួយយើងនៅក្នុងបន្ទប់តែមួយគ្នាអញ្ចឹងទៅធ្វើឲ្យយើងមានអារម្មណ៍ថាភ័យទី1ទី2វិញ្ញាសាដែលចេញពីក្រសួងជាវិញ្ញាសាថ្មីដែលគេធ្វើនៅក្នុងឆ្នាំថ្មីអញ្ចឹងទៅយើងអត់ដែលធ្លាប់ឃើញទេអាហ្នឹងក៏ជាមូលហេតុមួយដែលធ្វើឲ្យយើងភ័យផងដែរអញ្ចឹងទៅអ្វីដែលពីខ្ញុំផ្ទាល់អ្វីដែលយើងគួរធ្វើទី1គឺនៅពេលដែលចូលទៅក្នុងបន្ទប់ប្រឡងផ្ទាល់យើងត្រូវសម្រួបអារម្មណ៍កុំឲ្យយើងភ័យព្រោះថាគេទុកពេលឲ្យយើងដូចជាពីកន្លះម៉ោងទៅ1ម៉ោងដើម្បីយើងអង្គុយនៅក្នុងបន្ទប់ហ្នឹងអញ្ចឹងទៅយើងអាចមានតំណែងជាមួយអ្នកនៅក្បែរហ្នឹងយើងសួរគាត់លេងសួរអីអញ្ចឹងទៅព្រោះដោយសារតែពេលហ្នឹងគេអត់ទាន់ចែកវិញ្ញាសាទេអញ្ចឹងគ្រូអនុញ្ញាតឲ្យយើងអាចថានិយាយគ្នាអីបានខ្លះដែរបងអញ្ចឹងអារម្មណ៍ពាក់ព័ន្ធមួយអារម្មណ៍ហើយនឹងត្រៀមខ្លួនត្រៀមចិត្តត្រៀមកាយសុខភាពសម្ភារៈអីហ្នឹងត្រៀមមកអស់ហ្នឹងកុំឲ្យមានការឆ្លក់ល្វែងកន្លែងណាមួយព្រោះថាហ្នឹងវាជាចំណែកមួយធំខ្លាំងជាងគេបងព្រោះថាអ្នកខ្លះគាត់ចំណេះដឹងគាត់ខ្លាំងតែពេលទៅក្នុងបន្ទប់ប្រឡងកាលណាដែលភ័យគាត់ភ័យអញ្ចឹងទៅគាត់ធ្វើអត់បានអញ្ចឹងទៅពេលដែលចេញលទ្ធផលមកគាត់អត់បានក៏មានដែរបងអូខេបានស្ដាប់បទពិសោធន៍បងឯងច្រើនជាពិសេសតិចនិចមួយចំនួនដែលបងធ្លាប់សម្ភាសគេច្រើនប៉ុន្តែបងអត់ដែលបានលឺទេតែឥឡូវបងបានលឺដូចជារឿងការទៅសេគេបងឯងនិយាយមុនហ្នឹងការទៅសេរ៉ូម៉ាំងហ្នឹងហើយសេរ៉ូម៉ាំងកុំឲ្យយើងភ្លេចហ្នឹងព្រោះអាហ្នឹងយើងអាចភ្លេច
នឹងយើងអាចផ្លេចអាហ្នឹងគឺជារឿងមួយសំខាន់ណាហើយមាន tip 2 3ទៀតបងប្អូនគ្នាអាចស្ដាប់ទៅហើយជាការចាំជាការដឹងបើពីមុនមកយើងអត់ដឹងយើងអាចនឹងជៀសវាងបញ្ហាហ្នឹងបានឥឡូវយើងដឹងហើយជៀសវាងបញ្ហាកំហុសដែលមិនគួរការកំហុសខ្លះគឺវាមិនគួរកើតឡើងហ្នឹងហើយកុំអចេតនាហើយកំហុសដែលមិនគួរកើតឡើងវាគួរតែខុសលើអាបបាក់តែបើតែខុសលើអាស្រួលវិញហ្នឹងនេះអញ្ចឹងដោយសារបងប្អូនគៀកដល់ថ្ងៃប្រឡងមែនតើហើយអ្វីជាការផ្ដាំផ្ញើរបស់បងប្អូនមុននឹងយើងបញ្ចប់នៅ podcast របស់យើងនេះជាចុងបញ្ចប់ខ្ញុំសូមផ្ដាំផ្ញើដល់បងប្អូនជាពិសេសអ្នកដែលចិត្តនឹងប្រឡងបាក់ឌុបទាំងអស់គ្នាឲ្យព្យាយាមថែរក្សាសុខភាពពីពេលនេះទៅព្យាយាមរំលឹកមេរៀនខ្លះៗដែលបានរៀនពីដើមឆ្នាំមកថែរក្សាសុខភាពនិងមានរបបអាហាររបបអីឲ្យបានត្រឹមត្រូវដើម្បីកុំឲ្យមានបញ្ហាសុខភាពនានាដែលកើតឡើងជាយថាហេតុនៅក្នុងពេលប្រឡងហើយក៏ជូនពរទៅដល់អ្នកទាំងអស់គ្នាឲ្យបាននិទេសល្អជាពិសេសនិទេស A ឲ្យបានគ្រប់គ្នាបាទអរគុណរឹតសម្រាប់ការចូលរួមចែកម្លែកជាបទពិសោធន៍សម្រាប់បងប្អូនហើយដូចរឹតអញ្ចឹងគាត់ខំបង្រៀនតាំងពីដើមមកហើយគាត់ឥឡូវបានចូលរៀនពេទ្យរៀនអីទៀតអញ្ចឹងអាការរៀនរបស់យើងពីមុនមកហ្នឹងការខំប្រឹងហ្នឹងវាមិនមែនតែត្រឹមប្រឡងបាក់ឌុបទេយើងនៅមានបន្តទៀតទៅតាមដីសម័យរបស់យើងអាហារប្រកបអីផ្សេងៗទៀតអញ្ចឹងដែរpodcast របស់យើងបានមកដល់ទីបញ្ចប់ហើយខ្ញុំថ្លែងអរគុណដល់ក្លឹបសិក្សាភាសាបរទេស Clay សម្រាប់ការសហការក្នុងការផលិត podcast មួយនេះជាប្រយោជន៍សម្រាប់បងប្អូនដែលកំពុងតែរៀនធៀបប្រឡងបាក់ឌុបហើយប្រសិនបើបងប្អូនចង់ពង្រឹងសមត្ថភាពផ្នែកភាសាក្រៅចប់បាក់ឌុបចិនបារាំងឬក៏អង់គ្លេសបងប្អូនអាចទៅរៀននៅ Clay បានហើយក៏ដូចជាសាកសួរព័ត៌មានបន្ថែមផ្សេងៗទៀតពីសាលា Clay បានអញ្ចឹងឥឡូវនេះខ្ញុំសុភ័ក្រជាមួយនឹងបងប្អូនរិទ្ធជម្រាបកងណាសូមអរគុណនិងសូមគោរពជម្រាបលាបាទបាយបាយ